ចេតសិកប្រែថាសភាវៈដែលប្រកបផ្សំនឹងចិត្តកើតរលត់ព្រមជាមួយនឹងចិត្តចេតសិកបានដល់សង្ខារធម៌52ដែលកើតរលត់ជាមួយចិត្តទាំងពួងរូបជាធម្មជាតិប្រែប្រួលឬវិញ្ញាដែលហេតុផ្សេងមានក្តៅនិងត្រជាក់ជាដើមអ្វីដែលប្រកបដល់ភ្នែករាងសន្តានទ្រង់ទ្រាយអង្គខ្លួនប្រាណលំអលក្ខនោះហៅថារូបបានដល់រូប28មានមហាភូតរូបជាដើមអានោះខាងលើយើងនិយមន័យពាក្យថារូបណាកងរូបចំណែករូបក្នុងអភិធម្មដែលយើងរៀននេះគេបានដល់រូប28មានមហាភូតរូបជាដើមហើយដល់និយមន័យពាក្យថានិព្វានមានន័យថាចេញផុតស្រឡះអស់ចេញអំពីអីចេញពីភពចេញផុតពីភពចេញផុតពីកលេសចេញផុតស្រឡះពីតណ្ហាហើយដល់និព្វានបានដល់ការរលត់អស់ភ្លើងកលេសនិងភ្លើងទុក្ខនឹងប្រែទៅតាមនិយមន័យមួយប្រែទៅតាមអភិធម្មមួយឯចិត្តនោះបើពោលដោយសង្ខេបមាន89បើពោលដោយពុស្ដាមាន121សង្ខេបគឺសង្ខេបផ្នែកខាងលោកុត្តរចិត្តបើសិនជាពុស្ដាលោកុត្តរចិត្តឡើងដូចជា40 121បើសង្ខេបគឺលោកុត្តរចិត្តតែ4នេះ8មាក់4ផល4គឺ8ណា81 9 ចេញជា40 8ចេញជា40បើលេខឯចិត្តនោះអពុសង្ខេបលោកយៈចិត្ត81លោកុត្តរចិត្ត8លោកុត្តរចិត្តចេញជាពុស្ដា8នេះចេញជា40 81 121